นลือព្រះអាទិត្យពណ៌ក្រហមឆ្អិនឆ្អៅនៃពេលរសៀលបានចាប់ដើមលេចបាត់ទៅនៅពីក្រោយជួរភ្នំគូលែនណែលាតសន្ធឹងដូចជានាគដ៏ធំមួយកំពុងដេកលក់ខ្យល់ត្រជាក់នៃខេត្តសៀមរាបនារដូវរំហើយមិនបានធ្វើឲ្យក្រុមអ្នកធ្វើដំណើរទាំង5នាក់មានអារម្មណ៍ស្រស់ស្រាយឡើយផ្ទុយទៅវិញវាហាក់ដូចជាខ្យល់ដង្ហើមនៃសេចក្តីស្លាប់ដែលកំពុងតែបក់មកប៉ះស្បែករបស់ពួកគេរថយន្ត Land Cruiser ពណ៌ខ្មៅ2គ្រឿងបានឈប់នៅត្រឹមជើងភ្នំដែលជាកន្លែងបញ្ចប់នៃផ្លូវលំតារាដែលជាប្រធានក្រុមស្រាវជ្រាវបានចុះពីឡានព្រមទាំងសម្លឹងមើលទៅផែនទីចាស់មួយសន្លឹកដែលមានស្នាមរហែកនៅកែមទឹកមុខរបស់គាត់ពោពេញទៅដោយការតាំងចិត្តប៉ុន្តែក៏មានការព្រួយបារម្ភលាក់កំបាំងផងដែរយើងត្រូវដាវដោយថ្មើរជើងពីចំណុចនេះទៅតារានិយាយទៅកាន់ក្រុមរបស់គាត់ខណៈដែលគាត់រៀបចំកាតាបស្ពាយតាសុកបុរសចំណាស់ដែលមានសពស្គរពេញក្បាលនិងមានស្នាមសាក់យ័ន្តពេញដើមដៃបានចុះពីឡានដោយទឹកមុខតានតឹងបំផុតគាត់បានសម្លឹងមើលទៅព្រៃដ៏ក្រាស់ដែលនៅចំពោះមុខហាក់ដូចជាគាត់កំពុងតែឃើញអ្វីមួយដែលអ្នកដទៃមើលមិនឃើញលោកគ្រូតារាតាសុកនិយាយដោយសំឡេងស្ងួតផ្លូវនេះផ្លូវចូលទៅតំបន់ព្រៃខ្មៅនេះចាស់បុរាណហាមណាស់គេថាវាជាកន្លែងដែលពួកមេតបក្បត់ត្រូវបានគេយកទៅកាត់ក្បាលនិងកប់ចោលទាំងរស់ដើម្បីឲ្យវិញ្ញាណពួកគេយាមសម្បត្តិយើងមិនគួរទៅទេវិជាដែលកំពុងតែពាក់វ៉ែនតាខ្មៅតម្លៃថ្លៃបានសើចំអកឡើងតាអញជុំនិយាយរឿងព្រេងនិទានមួយឡាតក្មេងទៅខ្ញុំចំណាយលុយរាប់ម៉ឺនដុល្លារមកទីនេះមិនមែនដើម្បីមកស្ដាប់រឿងខ្មៅទេយើងមកដើម្បីរកប្រាសាទដែលបាត់បង់ហើយខ្ញុំត្រូវការវត្ថុបុរាណទាំងនោះជិះយកអីវ៉ាន់ចុះមកវិជាបញ្ជាទៅអង្គរៈរបស់គាត់សុភាឈរនៅក្បែរតារានាងមានអារម្មណ៍ថាព្រឺសម្បូរដៃខ្ញាស់ខ្ញាស់នាងសង្កេតឃើញថានៅពេលដែលពួកគេឈានចូលក្នុងលប់ព្រៃសំឡេងសត្វចង្រិតនិងបក្សាបក្សីដែលកំពុងតែយំយ៉ាងកង់រំពងពីមុនស្រាប់តែស្ងាត់ឈឹងភាពស្ងាត់នេះមិនមែនជាភាពស្ងាត់នៃសន្តិភាពទេតែវាជាភាពស្ងាត់នៃការភ័យខ្លាចដើមឈើធំដែលមានអាយុកាលរាប់រយឆ្នាំមានឫធំដូចជាសរសៃឈាមរបស់ยักษ์បានបែកមែកសាខាគ្របដងដាប់ផ្លូវធ្វើឲ្យពន្លឺថ្ងៃមិនអាចជ្រៀតចូលបានតាសុកបានយកធូប3សរសៃមកអ៊ុតហើយបួងសួងសូមម្ចាស់ទឹកម្ចាស់ដៃរបស់គាត់ញើតិចសូមលោកតាម្ចាស់ព្រៃភ្នំអភ័យទោសដល់គូយើងគាត់រអ៊ូពួកគេបានចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងព្រៃផ្លូវលំអត់បង់បន្តិចម្ដងជំនួសមកវិញដោយវិលនិងព្រៃបន្លាតារានាំមុខដោយប្រើត្រីវិស័យនិងផែនទីខណៈដែលជាកាប់ឆ្ការផ្លូវដោយកាមិតផ្កាក់ដ៏មុតស្រួចរាល់ជំហានដែលពួកគេដើរសុភាមានអារម្មណ៍ថាដូចជាមានភ្នែករាប់រយគូកំពុងសម្លឹងមើលពួកគេពីក្រោយដើមឈើនាងងាកក្រោយញឹកញាប់ប៉ុន្តែមិនឃើញអ្វីក្រៅពីស្រមៅនិងស្លឹកឈើដែលរេតាមខ្យល់តិចតារាបងមានធ្លាប់ឮរឿងមេតបសោតទេសុភាសួរទាំងសឹបមេតបដែលត្រូវស្ដេចកាត់ទោសប្រហារជីវិតដោយសារចាញ់សង្គ្រាមប៉ុន្តែគាត់បានស្បត់ថានឹងមិនទៅចាប់ជាតិថ្មីទេរហូតតតែគាត់បានសងសឹកតារាឈប់ដើរមួយសន្ទុះហើយងាកមកមើលសុភានោះគ្រាន់តែជារឿងក្រុងศิลาចារៈទេសុភាកុំបារម្ភអីយើងមកទីនេះក្រុងនាមជាអ្នកវិទ្យាសាស្ត្រប៉ុន្តែនៅក្នុងចិត្តជ្រៅតារាក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលដែរគាត់សង្កេតឃើញថាដើមឈើនៅតំបន់នេះមានរាងចម្លែកខ្លះមើលទៅដូចជារាងមនុស្សកំពុងឈរអូបដៃឬកំពុងស្រែកពេលដែលព្រះអាទិត្យលិចបាត់ចន្ទស្រុងភាពងងឹតបានជួមមកគ្រប់រំដាប់យ៉ាងលឿនពួកគេត្រូវបាក់ពេលពន្លឺពេលដែលចេះទៅមុខបានបង្ហាញឲ្យឃើញតែភាពសកក្រោះនៃព្រៃយើងបោះជំរុំនៅទីនេះចុះតារាប្រកាសនៅពេលពួកគេមកដល់វាលតូចមួយក្បែរទឹកធ្លាក់ចាស់មួយតាសុកមើលទៅទឹកធ្លាក់នោះដោយផ្ដេកបើកធំទឹកធ្លាក់នេះទឹកធ្លាក់ឈាមគាត់ឧទានតិចទឹកដែលហូរចុះមកមានពណ៌ថ្លាធម្មតាប៉ុន្តែនៅលើថ្មនៅបាតទឹកមានស្នាមពណ៌ក្រហមឬជ័យច្រេះឬឈាមរៀមវិជាដើរទៅទាត់ថ្មមេដុំកន្លែងនេះលោហើយជិះរៀបចំតង់ទៅឃីមឃ្លានហើយខណៈដែលក្រុមការងារកំពុងរៀបចំកន្លែងសម្រាកខ្យល់បានបាក់មកកាន់តែខ្លាំងបង្ក្រាបជាសំឡេងដូចជាមនុស្សកំពុងយំធ្ងរពីចម្ងាយសុភារឹតអោរងាឲ្យតឹងនាងដឹងថារាត្រីនេះនឹងក្លាយជារាត្រីដ៏វែងបំផុតក្នុងជីវិតរបស់នាងអ្វីមួយនៅក្នុងព្រៃនេះបានភ្ញាក់ឡើងហើយបន្ទាប់ពីដេកលូបារាប់រយឆ្នាំហើយវាមិនស្វាគមន៍ភ្ញៀវដែលមិនបានអញ្ជើញនោះទេពន្លឺព្រះអាទិត្យនៅព្រឹកបន្ទាប់ហាក់ដូចជាមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីទម្លុះភាពអាប់អួរនៅព្រៃនេះទេក្រុមដែលនៅសល់4នាក់ស្ថិតក្នុងស្ថានភាពតក់ស្លុតពួកគេមិនអាចយកសពរបស់ចោះមកបានទេដោយសារវាខ្ពស់ពេកហើយពួកគេភ័យខ្លាចពេកយើងត្រូវតែត្រឡប់ទៅវិញវាជាស្រែកទាំងកំហឹងនិងភ័យកន្លែងនេះមានមនុស្សព្រៃឬសត្វសាហាវយើងត្រូវការប៉ូលីសតារាមើលទៅត្រីវិស័យរបស់គាត់ប៉ុន្តែមជុលរបស់វាវិលខ្ញីសិលមិនឈប់ត្រីវិស័យខូចហើយឬក៏មានដែនម៉ាញ៉េទិកខ្លាំងនៅទីនេះតារានិយាយតាសុកតាផ្លូវចេញនៅឯណាតាសុកមើលទៅជុំវិញដោយការភ័ន្តច្រឡំព្រៃនេះវាបដូរផ្លូវដើមឈើដែលខ្ញុំចំណាំកាលពីម្សិលមិញមិននៅទីនេះទៀតទេយើងវង្វេងហើយពួកគេគ្មានជំរើសក្រៅពីដើរទៅមុខ
ដោយសង្ឃឹមថានឹងរកឃើញផ្លូវចេញឬប្រភពទឹកបន្ទាប់ពីដើរអស់រយៈពេលជាច្រើនម៉ោងកាត់ព្រៃបន្លានិងដើមឈើដែលមើលទៅដូចជាកំពុងក្លំមើលពួកគេបានមកដល់ទីវាលមួយដែលពោពេញទៅដោយសំណង់ថ្មបាក់បែកនៅចំពោះមុខពួកគេគឺជាប្រាសាទបុរាណមួយដែលត្រូវបានលេបត្របាក់ដោយដើមស្ពង់យ៉ាក់ឬឈើធំបានរំពាន់ប្រាសាទនោះដូចជាដៃនៃធម្មជាតិដែលកំពុងព្យាយាមទាញវាចូលទៅក្នុងដីវិញតួប្រាសាទមានពណ៌ខ្មៅនិងមានចម្លាក់ដែលខុសបែកពីប្រាសាទអង្គរចម្លាក់ទាំងនោះមិនមែនជាអប្សរាឬទេវតាទេតែជារូបមនុស្សដែលកំពុងរងទុក្ខវេទនាត្រូវគេកាត់ក្បាលនិងត្រូវគេធ្វើតារុណកម្មនេះគឺជាភ្នូររបស់មេតបសោតតារានិយាយដោយសម្លឹងមើលទៅศิលាចារឹកមួយផ្ទាំងដែលនៅសល់ពាក់កណ្ដាលសុភាដាល់ចូលទៅជិតហើយអានអក្សរបុរាណនោះអ្នកណាដែលហ៊ានដាស់ដំណេករបស់យើងនឹងត្រូវក្លាយជាទាសកររបស់យើងជារៀងរហូតឈាមនឹងហូរដោយទឹកធ្លាក់វិញ្ញាណនឹងមិនបានទៅចាប់ជាតិនាងអានចប់ហើយងាកមកមើលតារាដោយមុខស្លេកបងតារាយើងមិនត្រូវចូលទៅទេប៉ុន្តែវាជាមិនបានស្ដាប់ទេភ្នែករបស់គាត់ភ្លឺឡើងនៅពេលដែលគាត់បានឃើញពន្លឺចាំងចេញពីក្នុងប្រហោងជញ្ជាំងដែលបាក់បែកនៃប្រាសាទមៀនោះគឺជាមៀវិជាស្រែកហើយរត់សម្ដៅទៅរកចោកចូលដងងឹតនោះឈប់វិជាកុំចូលតារាស្រែកហាមប៉ុន្តែវិជាបានចូលទៅបាត់ទៅហើយតាសុកនិងសុខាគ្មានជំរឿក្រៅពីរត់តាមក្រោយនៅខាងក្នុងវាជាបន្ទប់ថ្មដ៏ធំមួយដែលមានក្លិនផ្អាប់និងក្លិនធូបបុរាណនៅកណ្ដាលបន្ទប់មានម្ជុះថ្មមួយដ៏ធំដែលត្រូវបានបិទជិតនៅជុំវិញម្ជុះនោះមានដាក់តាំងវត្ថុមានតម្លៃជាច្រើនដូចជាកងដៃមាសចម្លាក់ព្រះពុទ្ធរូបធ្វើពីត្បូងនិងដាវបុរាណវិជាកំពុងតែប្រមូលរបស់ទាំងនោះដាក់ចូលក្នុងកាតាបរបស់គាត់យ៉ាងញាប់ដៃយើងមានហើយយើងខ្លាចជាអ្នកមានហើយវិជានិយាយទាំងសើចឈួតភ្លាមនោះតាសុកបានស្រែកឡើងកុំប៉ះដាវនោះប៉ុន្តែវិជាបានលូកដៃទៅចាប់យកដាវបុរាណដែលមានដងធ្វើពីមាសសុទ្ធដែលដាក់នៅពីលើកម្របម្ជុះនៅពេលដែលដៃរបស់វិជាប៉ះដាវនោះស្រាប់តែមានសំឡេងក្រាំងយ៉ាងខ្លាំងកម្របម្ជុះថ្មបានប្រេះបែកជាពីរខ្យល់ព្យុះមួយបានបក់ចេញពីក្នុងម្ជុះធ្វើឲ្យពួកគេទាំង4នាក់ដួលទៅលើដីភ្លើងពើទាំងអស់បានរលត់នៅក្នុងភាពងងឹតពួកគេបានលើសំឡេងដកដង្ហើមដ៏ធ្ងន់និងស្អួយរលួយពន្លឺពណ៌បៃតងស្លេកមួយបានចាប់ផ្ដើមភាយចេញពីក្នុងម្ជុះបង្ហាញឲ្យឃើញនៅរាងកាយមួយដែលក្រោកអង្គុយវាមិនមែនជាឆាំងទេប៉ុន្តែជាសាកសពស្ងួតស្បែកជាប់ឆឹងស្លៀកពាក់ឯកសញ្ញាណមេតបបុរាណដែលរហែរហួយអ្វីដែលគួរឲ្យខ្លាចភពផុតនោះគឺវាមិនមានក្បាលទេក្បាលរបស់វាត្រូវបានដាក់លើផ្លៅដោយភ្នែកទាំងពីររបស់ក្បាលនោះបានបាតឡើងហើយមានពន្លឺពណ៌ក្រហមឆេះនៅខោនោះអ្នកណាហ៊ានលួចរបស់យើងសំឡេងមួយបានបន្លឺឡើងមិនមែនចេញពីមាត់ទេតែហាក់ដូចជាចេញពីជញ្ជាំងទាំង4ទីប្រាសាទទាំងមួយចាប់ផ្ដើមរង្គោះរង្គើយភ្លើងគប់ដែលត្រូវបង្កាត់ឡើងនៅកណ្ដាលជំរំបានឆេះយ៉ាងសន្ធោបាញ់កំទេចភ្លើងតូចឡើងទៅលើអាកាសប្រជែងនឹងខៀបងងឹតស្លុបនៃព្រៃព្រហ្មចារីក្រុមអ្នកស្រាវជ្រាវអង្គុយជុំវិញភ្លើងដោយម្នាក់មានទឹកមុខមិនសូវស្រួលសូម្បីត្រៃវិជាដែលធ្លាប់តែមានចរិតក្រអឺតក្រទុំក៏ហាក់ដូចជាស្ងប់ស្ងាត់ជាងមុនដែរដោយសារតែបរិយាកាសជុំវិញខ្លួនវាស្ងាត់ជ្រងំពេកសំឡេងសត្វព្រៃដែលគួរតែឮត្រឡប់ជាស្ងាត់ឈឹងមានតែសំឡេងខ្យល់បុកស្លឹកឈើដែលស្ដាប់ទៅដូចជាសំឡេងខ្សឹបដាក់ត្រចៀកតាសុកបានយកខ្សែអំបោះពណ៌សមួយដុំមកព័ទ្ធជុំវិញតំបន់បោះតង់ហើយគាត់បានសូត្រធម៌បាលីតិចនៅគ្រប់ជ្រុងទាំង4ខ្សែនេះនឹងការពារយើងពីពួកអមនុស្សដែលចង់មកបំពានតាសុកនិយាយដោយសំឡេងមឹងម៉ាត់ប៉ុន្តែមានភាពភ័យខ្លាចនៅក្នុងភ្នែកវិជាថឹកស្រាបៀរមួយកំប៉ុងហើយសែកចំអកតាឯងនេះចាស់កំរើមែនមានកំភ្លើងនិងកំបិតរបស់អាគឺវាគ្រប់គ្រាន់ហើយខ្មោចណាហ៊ានចូលមកខ្ញុំនឹងបាញ់ឲ្យខ្ទេចជាដែលកំពុងអង្គុយសម្អាតកំភ្លើងឃ្លីរបស់គាត់គ្រាន់តែងក់ក្បាលយល់ស្របកុំបារម្ភលោកប្រុសខ្ញុំនឹងយាមយប់នេះគ្មានសត្វណាអាចចូលមកជិតបានទេសុភាអង្គុយក្បែរតារានាងកំពុងកត់ត្រាអ្វីមួយចូលក្នុងសៀវភៅកំណត់ហេតុបងតារាខ្ញុំមានអារម្មណ៍ថាដីនៅទីនេះត្រជាក់ខុសពីធម្មតាហើយខ្ញុំធំក្លិនដូចជាក្លិនសាច់រលួយនាងខ្សឹបប្រាប់តារាព្យាយាមធ្វើចិត្តឲ្យធន់ប្រហែលជាមានសាកសពសត្វងាប់នៅក្បែរនេះទេដឹងកុំគិតច្រើនពេកសុភាសម្រាប់ចុះស្អែកយើងត្រូវដើរថ្ងៃទៀតម៉ោងប្រហែល1រំលងអត្រាតមនុស្សគ្រប់គ្នាបានចូលសម្រាប់ក្នុងតង់រៀងខ្លួនលើកលែងតែជាដែលនៅអង្គុយយាមនៅមុខភ្លើងគាត់បានដាក់កាំភ្លើងនៅលើផ្លូវហើយជក់បារីបង្ហួយផ្សែងទៅលើភ្លាមនោះគាត់បានលឺសំឡេងម៉ែកឈើបាក់នៅខាងក្រោយគាត់ក្រឹបជាស្ទុះក្រោកឈោភ្លាមហើយបញ្ចាំងពើទៅកាន់ទីដៅនោះនរណាគេគាត់ស្រែកសួរគ្មានចម្លើយមានតែភាពងងឹតជាដើរទៅមុខបន្តិចម្ដងដោយកាន់កាំភ្លើងយ៉ាងរឹងមាំគាត់បានលឺសំឡេងនោះម្ដងទៀតតែលើកនេះវាដូចជាសំឡេងមនុស្សដើរអូសជើងចិនមកបើមិនចិនខ្ញុំបាញ់ហើយជាគម្រាម
ស្រាប់តែពលឺពើរបស់គាត់បានចាប់បានសម្រល់អ្វីមួយខ្មៅដែលមានកម្ពស់ខ្ពស់ខុសពីមនុស្សធម្មតាឈរនៅក្បែរដើមឈើធំមួយមុនពេលដែលជាអាចជុតកៃកំភ្លើងសម្រល់នោះបានបាត់ខ្លួនយ៉ាងលឿនដូចខ្យល់ខណៈនោះជាមានអារម្មណ៍ថាមានខ្យល់ត្រជាក់មួយបក់កាត់កញ្ជើងករបស់គាត់ហើយក្លិនស្អុយរលួយបានចូលមកក្នុងច្រមុះគាត់យ៉ាងខ្លាំងគាត់បង្វែរខ្លួនមកក្រោយវិញប៉ុន្តែវាយឺតពេកទៅហើយសំឡេងស្រែករបស់ជាបានបន្លឺឡើងយ៉ាងខ្លាំងកាត់ភាពស្ងប់ស្ងាត់នៃរាត្រីកាលធ្វើអង្គគ្រប់គ្នានៅក្នុងតង់ភ្ញាក់ព្រឺតជួយផងសំឡេងនោះដាច់ទៅវិញភ្លាមតារាវិជានិងសុភាស្ទុះចេញពីតង់ដោយមានកាន់ពើរៀងខ្លួនជាឯនៅឯណាវិជាស្រែកហៅតាសុករត់មកដល់ដោយកាន់កាំបាត់សេកមុនគុំចេញពីខ្សែការពារតាសុកស្រែកហាមប៉ុន្តែពួកគេមិនស្ដាប់ពួកគេបានរត់ទៅតាមទីដៅដែលឮសំឡេងស្រែកប្រហែល50ម៉ែត្រពីជំរំពួកគេបានឃើញទិដ្ឋភាពដែលធ្វើឲ្យឈាមរបស់ពួកគេកក់កំភ្លើងរបស់ជាត្រូវបានបោះចោលនៅលើដីហើយនៅខាងលើមែកឈើដុកធំមួយរាងកាយរបស់ជាត្រូវបានគេព្យួរមិនមែនព្យួរដោយខ្សែពួរទេគឺព្យួរដោយវ៉ាលីព្រៃដែលរុំប៉ាន់ជុំវិញខ្លួនគាត់យ៉ាងណែនដូចជាសត្វពស់ថ្លាន់មុខរបស់ជាបើកភ្នែកធំសម្លឹងមកក្រាមដោយភាពភ័យខ្លាចបំផុតហើយមាត់របស់គាត់ហាមាត់ធំអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺស្បែករបស់គាត់ប្រែជាពណ៌ស្វាយជាមហើយមានស្នាមក្រចកដៃវិញឈូតពេញរាងកាយព្រះជាម្ចាស់សុភាយកដៃខ្ទប់មាត់ហើយយំវិជាមុខស្លេកដោយក្រដាតគាត់ថយក្រោយហើយដួលទៅលើដីវាមិនមែនជាមនុស្សទេមនុស្សមិនអាចធ្វើបែបនេះបានទេតាសុកនិយាយដោយសំឡេងញ័រវាចាប់ផ្ដើមហើយម្ចាស់ភ្នោបានខឹងហើយឈាមត្រូវសងដោយឈាមគេចោលចាប់ផ្ដើមបុកខ្លាំងហើយភ្លើងគប់នៃជំរំក៏រលត់អស់នៅក្នុងពេលងងឹតនោះពួកគេបានលើសំឡេងសើតិចសំឡេងសើដែលស្ដាប់ទៅដូចជាសំឡេងកកិននេះទៅរត់តារាស្រែកសឹងដាច់សរសៃគោគាត់ស្ទុះទៅចាប់ដៃសុភាហើយអូសនាងចេញពីបន្ទប់កណ្ដាលនោះតាសុករត់តាមពីក្រោយប៉ុន្តែវិជានៅតែស្ទាក់ស្ទើរដៃរបស់គាត់នៅតែក្តាប់ដាវមេសនោះជាប់ភាពលុបលុនបានធ្វើឲ្យគាត់ភ្លេចការភ័យខ្លាច1វិនាទីហើយ1វិនាទីនោះគឺគ្រប់គ្រាន់សម្រាប់សេចក្តីស្លាប់រាងកាយឥតក្បាលរបស់មេតបសោតបានស្ទុះចេញពីមឈូសយ៉ាងលឿនហួសពីធម្មជាតិដៃដែលស្ងួតដួលម៉ែឈើរបស់វាបានចាប់កដៃរបស់វិជាលែងអញវិជាស្រែកគាត់ព្យាយាមកាប់ខ្មោចនោះដោយដាវកោដៃប៉ុន្តែដាវនោះបែរជាធូរដូចភ្នំក្បាលដែលនៅផ្លូវរបស់ខ្មោចនោះបានហោះឡើងមកស្រែកដាក់មុខវិជាចង់បានមាសណាស់ឬយកទៅចោលភ្លាមនោះកាក់មាសនិងគ្រឿងអលង្ការដែលវិជាបានញាត់កន្លងកាតាបនិងហៅប៉ៅចាប់ផ្ដើមឡើងកម្ដៅដោយរងើភ្លើងវិជាស្រែកដោយកាក់ឈឺចាប់ផ្សែងហ៊ុយចេញពីសម្លៀកបំពាក់របស់គាត់ស្បែករបស់គាត់ចាប់ផ្ដើមរលាយដោយសារកម្ដៅមាសមេតបសោតបានចាប់វិជាបោកទៅនឹងជញ្ចាំងថ្មធ្វើឲ្យឆ្អឹងរបស់គាត់បាក់លាន់លឺក្រឹបវិជាបានស្លាប់ទាំងបោកភ្នែកធំរាងកាយរបស់គាត់ត្រូវបានដាក់ខ្លោចដោយទ្រព្យសម្បត្តិដែលគាត់ស្រឡាញ់តារាសុភានិងតាសុករត់ចូលទៅក្នុងច្រករបៀងដ៏វែងមួយនៅតាមជញ្ជាំងពួកគេឃើញស្រមោលរាប់រយចាប់ផ្ដើមចេញជារូបរាងពួកវាគឺជាវិញ្ញាណទាហានដែលបានស្លាប់ជាមួយមេតបសោតពួកវាកាន់លំពេងនិងដាវច្រាស់ចេញមកបិទភ្លៃយើងទៅមិនរួចទេសុភាស្រែកយំប្រៅគេថាទៅតាសុកតារាស្រែកតាសុកជប់រត់គាត់ដកកាំបិតសេកមុនរបស់គាត់ហើយកាត់ដៃខ្លួនឯងឲ្យចិនឈាមគាត់សូត្រគេថាខ្លាំងហើយបាក់ឈាមទៅមុខហូមរៀមពិសាចថយចេញនៅពេលដែលដំណក់ឈាមប៉ះនឹងពួកខ្មោចទាហានពួកវាក៏ស្រែកហើយរលាខ្លាយជាផ្សែងខ្មៅមួយរយៈនេះជាឱកាសសម្រាប់ពួកគេរត់បន្តពួកគេរត់រហូតដល់ផុតច្រករបៀងហើយមកដល់ទីធ្លាខាងក្រៅវិញប៉ុន្តែវាមិនមែនជាព្រៃធម្មតាទេមេឃប្រែជាពណ៌ឈាមហើយដើមឈើទាំងអស់ហាក់ដូចជាមានដៃជើងមេតបសោតបានដើរចេញមកពីប្រាសាទជំហាននីមួយៗរបស់វាធ្វើឲ្យដីរង្គើពួកឯងមិនអាចចេញពីទីនេះបានទេសំឡេងនោះបន្លឺឡើងតារាឃើញថានៅខាងដៃរបស់មេតបមានកាន់ដាវដែលវិជាបានលួចគាត់ដឹងភ្លាមថាដើម្បីបញ្ចប់រឿងនេះពួកគេមិនមែនគ្រាន់តែរត់យើងត្រូវតែបំផ្លាញដាវនោះឬធ្វើពិធីលាលើបំណន់តារានិយាយដាវនោះគឺស៊ីកន្លែងដែលវិញ្ញាណគាត់ស្នាមមើលកាលពីមុនគាត់ប្រើដាវនោះសម្រាប់មនុស្សរាប់ពាន់នាក់ឥឡូវគាត់ជាប់កម្មជាមួយវាតាសុកមើលទៅដាវនោះហើយងក់ក្បាលខ្ញុំអាចខាត់គាត់បានមួយភ្លាតលោកគ្រូតារានិងនាងសុភារកវិធីកំទេចដាវនោះទៅតាសុកបានអង្គុយចុះហើយចាប់ផ្ដើមសូត្រធម៌យ៉ាងខ្លាំងរាងកាយរបស់គាត់ចាប់ផ្ដើមមានពន្លឺពណ៌មាសស្រាលមេតបសោតស្រែកដោយកំហឹងហើយស្ទុះមករកតាសុកការប្រយុទ្ធរវាងអំណាចធម៌និងអំណាចយងឹតបានចាប់ផ្ដើមខ្យល់ភៀវបោកបោកដើមឈើអរលំសុភាសង្កេតឃើញថានៅក្បែរមឈូសដែលបែកបាក់មានចម្លាក់រូបព្រះពុទ្ធមួយអង្គដែលនៅឡោបងតារាបើយើងអាចយកដាវនោះមកដាំងនៅមុខព្រះពុទ្ធរូបហើយសូមខ្មាទោសប្រហែលជាអាចរំដោះវិញ្ញាណគាត់បានសុភាស្រែកតារាមើលទៅតាសុកដែលកំពុងតែជោគសោយយើងត្រូវតែប្រថុយតារារត់កាត់វាលដែលពោពេញដោយវិញ្ញាណទាហានសម្ដៅទៅរកមេតបសោតដើម្បីដណ្ដើមដាវការប្រយុទ្ធបានឈានដល់ចំណុចកំពូលតាសុកដែលមានវ័យចាស់ជរាបានប្រើកម្លាំងចុងក្រោយរបស់គាត់ដើម្បីបង្កើតរបាំងការពារជុំវិញតារាមេតបសោតបានលើកដាវឡើងដើម្បីកាប់ទៅលើតាសុកទៅយកដាវនេះទៅតាសុកស្រែកព្រមទាំងលោតទៅអបរាងកាយរបស់មេតបសោតយ៉ាងជាប់ភាពក្លាហានរបស់តាសុកបានធ្វើឲ្យមេតបសោតមានការភ្ញាក់ផ្អើលមួយវិនាទីក្នុងវិនាទីនោះ
ดาวบานเคลียปีใดระบอกขมอยดาราสตุกเตอร์ดาวนุเวียตระเจด้วยตึกก็ห้อยทวนนะกอดเมียนอารมณ์ท้าเมียนสำเร็งไส้รอบเลี้ยนเนื้อกระมงกระบาดระบอกกอดเนื้อเป้ดาใดกอดปะดองดาวสุเพียเรียบจอมกันไล่ดาราไส้ตั้งกำลังสุเพียบันรุดตะกันรูปแปรปุดได้เนอเซซอลเนียงบานลุดจังกงจ้อห้อยจับประดามโซทอได้เนียงแจ๊ดาราบันรุดตะกันรูปแปรปุดห้อยดักดาวนุเนยจมพวกหมกแปรแพะประอังขยมส้มตำนางเอามนุษย์โลกส้มขมาโตจมพวกการุมคานนี้ส้มโลกเมตวบดอดแรงจิตกุมกุนห้อยตัวจับเจียดจ้อดาราไส้ประกาศขณะนุเมตวบสาวบานรุลัวตาศกเจนตาซกบานกระเตียดเตบุกหนึ่งเตียงทมอห้อยทะเลียกหมกใดเชี่ยมโหตามหวัดตาสุเพียสไรยมปันตาปีทีบานจับดาวมีนประสิทธิเพียบปนลือปอเมียเจนพิรูปราปุดบานจังตะเลือดาวโนแสงขมเอาได้กรุบนันดับดาวบานจับประดามระเลียเมตอบซอดสไรอย่างคลังสำลีระบอกกอดเลี้ยลอมหนึ่งกายชื่อจับหนึ่งการุมดอเรียงกายระบอกกอดจับประดามปลายเจ๊กใส่ปันติกมาดองมุนเปลแดกอดระเลียบัดเตียงสรุงกบาลระบอกกอดบานเมินหมกดารานึ่งสุเพียดอยสายพเนกได้แล้งเมนปอกระหอมติดหอยไตเจ๊กสายพเนกในเพียบสอกเสาออกก้นสำเร็งขสบมวยบานบรรลือลังห้อยบรรตอบมอกเอาไว้ก็สงบสงัดเมกปอชิมบานปลายเจียปอเขียววิ้นบันติกมาดองดาราหนึ่งสุเพียรถตรกตาศกบรัสจำนาดยินยำติ๊กติ๊กเตียงดึงหามรวยรินกำบานเตากัดประดักหอยไอเตียงปีชับเจนปีตีนีเตอร์มุนเปลเปรนีเบิดเพลงมาดองเตียดตาศกบานเบิดพแนกห้อยดักซอสลับในกระดงไดหรือว่าปูเกดอยกิเมียนเปลสำหรับการตุกดาราบานโอไดสุเพียรุดเจนปีตำบอนประสาทปูเกรุดมันชบระหุต่อแต่ปูเกเคยผลลือทั้งไงเหนือจึงพนุมสำเลียกบำแปะระบอบปูเกระแหกระหุยคล้วนปราณปูเป็นดอยสนามระบูดหนึ่งพุกเนื้อเปียวได้ปูเกหมกดอกเพลาเฉียดวินปูเกบานดูตะเลือได้ออกกำลังเนี่ยภูมิได้จีโกยนกัดบานชุบมือปูเกได้กาพยับเอาใบทั้งไงครอยมกดาราหนึ่งสุเพียบานตลบหมกพนุมเป็นเว้นคือมีนนามันนักเจอเรื่องระบอบปูเกเทโพลิสบานสนิทานท้าวิเจียเจียหนึ่งตาซกบานสลับโดยสาชูปูเจ้าไพรหรือสัตว์สหาวดาราบานบอบางเจ้าอาชีพจีเนสราวเจียวให้สุเพียบานเตอร์บูจิดุนจีตัวใบจีปูเกบานโรยจีเวตก็ด้อยปันตาเรียงรอยุบเนื้อเปได้ปูเกเบิดพเนกปูเกเนื้อแต่คืนรูปเพียมเมตอบกับมินกบาลหนึ่งลือสำเลนใส่ในโครงเปรกูแลนปูเกเดิงท้าอาท่ากำบังคละกูแต่เตรบานกุบตุกจีเรียงระโหด